បាទជំរាបសួរថ្ងៃនេះយើងរៀនអំពីជញ្ជាក់ទី2គឺជញ្ជាក់អក្សរខបាទយើងមុននឹងស្អីយើងមើលពីលេខ1លេខ2លេខ3តាមគំនូសសញ្ញាព្រួយគេទៅចាប់ផ្ដើមពីលេខ1លេខ2លេខ3អក្សរខក្នុងភាសាខ្មែរគឺជញ្ជាក់ទី2អក្សរខគឺយើងមានឧទាហរណ៍ថាខគឺខែងាយសម្រាប់កូនក្មេងខគឺខែណាខគឺខ្លែងក៏បានតែយើងនិយាយពីខែទៅដាក់ស្រួលចូលមកទៀតយើងនិយាយពីជញ្ជាក់ក្នុងភាសាអង់គ្លេសគឺទី2ដែរគឺអក្សរ B the second letter of English មានថាជញ្ជាក់ទី2ក្នុងភាសាអង់គ្លេសណាទី2មានអក្សរ B ឧទាហរណ៍ there is a ball មានថាមានបាល់មួយយើងសង្កត់ធ្ងន់ទៅលើអក្សរ B ណា B ball បាល់មានបាល់ទាត់ដល់រូបភាពហ្នឹងគឺរៀនអ្វីដែលងាយៗដើម្បី